ស្រុកស្រីលង្កាសម្បូរបុណ្យទឹកដីអរហន្តលោកគង់នៅព្រះពុទ្ធក៏ទ្រង់ធ្លាប់យាងទៅភ្នំខ្ពស់ជ្រោះជ្រៅត្រជាក់ចិត្តតែទីដែលគួរឲ្យជ្រះថ្លាគឺព្រះសាស្តាស្ដេចអាណិតបន្សល់ព្រះធាតុថ្លៃពិតពិតឲ្យពុទ្ធបរិស័ទទាំងប្រុសស្រីបានថ្វាយបង្គំធាតុពីរនាលក្នុងសុវណ្ណមាលិកចេតិយបង្កើតសទ្ធាទាំងយប់ថ្ងៃដោយឧបនិស្ស័យផ្សំពីមុនកាលឃើញព្រះស្រីពោធិព្រឹក្សដាក់ចិត្តឲ្យនឹកព្រះមានបុណ្យទ្រង់មានករណាបញ្ញាគុណវិសុទ្ធិគុណប្រៀបពុំបានពេលថ្វាយបង្គំព្រះអ្នកលាតអនហិសធាតុដ៏ថ្កើងថ្កានហាក់ដូចអណ្ដែតផុតពីឋានព្រោះមិននឹកស្មានបានមកដល់ទាំងអខកធាតុថ្លៃបវរប្រកាសធាតុក៏ក្របានយល់អ្នកជួបពិតជាបុណ្យឲ្យផលដែលមហាកុសលកើតព្រោះហេតុពុទ្ធស្ថានពិសេសមានមួយទៀតគឺព្រះទណ្ឌធាតុល្អត្រដែតគង់ក្នុងកោដ្ឋមាសខ្ពស់1 ម៉ែត្រវ័នទីមិនឆ្អែតទេម្ចាស់ថ្លៃដំបូលប្រក់មាសល្អអស្ចារ្យពីដានមានផ្កា28ធ្វើពីមាសសុទ្ធរឿងក្រៃរចនាដោយដៃជាងប្រណិតជាទីសក្ការៈបូជាដំកល់តន្តាព្រះទ្រង់រិទ្ធចង្គមស្ដាំក្រោមល្អពេកពិតភ្លឺផ្លេកវិចិត្រដូចផ្កាយព្រឹកទីដែលបរិស័ទចាំរហូតភ្នំសុមនគោតល្អពន្លឹកខ្ពស់មែនតែនៅចាញ់ចិត្តនឹករលឹកដល់ស្នាមព្រះបាទថ្លៃមនុស្សម្នាជាច្រើនទាំងក្មេងចាស់តស៊ូខ្លាំងណាស់ប្រឹងយប់ថ្ងៃអ្នកខ្លះវាឡើងពាក់ស្រោមដៃគិតថាទោះខ្សែក៏មិនស្ដាយចំណែកជនជាតិស្រីលង្កាស្រែកនមស្ការពីចម្ងាយជាមួយពួកយើងយ៉ាងសប្បាយថាគេមកថ្វាយបង្គំព្រះបរិស័ទខ្មែរយើងពឹងឈើច្រត់ប្រសិនបើអត់មកជាស្ទះមិនងាយឡើងទេព្រះគុណម្ចាស់ព្រោះភ្នំខ្ពស់ណាស់កប់វេហាពេលឡើងទៅដល់ចិត្តល្អស្អាតវន្តាព្រះបាទដោយជ្រះថ្លាក្រាបថ្វាយបង្គំជលសេរសាលើស្នាបាទាព្រះពុទ្ធថ្លៃយប់នោះត្រជាក់ធ្លាក់សន្សើមរងាញ័រថ្លើមអាសូរក្រៃដល់ជនគ្មានទីស្នាក់អាស្រ័យសម្រាប់ផ្ទាល់ដីឥតអ្វីបាំងពួកយើងជ្រែកណែនក្នុងបន្ទប់គង់កេងលក់សុបព្រោះងុយខ្លាំងណាមួយឡើងភ្នំអស់កម្លាំងចាំតែភ្លឺស្រាងនិងអាលងើបទៅថ្វាយបង្គំព្រះបាទាពេលនមស្ការចិត្តរំភើបត្រេកអរសប្បាយហាក់ដូចទៅងើបពីឋានក្រមមកសួគ៌ពេលនោះអរុណចាំងរស្មីបច្ចុប្បន្នសម័យយើងនាំគ្នាឈរចាំគោរពសូត្រវន្តាបែរទៅបូព៌ាទិសថ្ងៃរះតមកជនជាតិស្រីលង្កាប្រតិសិនបូជាដៃសំពះគោរពលើកទូលចង្ហាន់ព្រះថ្វាយចំពោះម្ចាស់ដ៏មានគុណតាំងពីព្រះអង្គចូលនិព្វានបរិស័ទថ្វាយទានជាប់និរន្តរ៍រស្មីពុទ្ធសករាជជាង2000គិតទាំងក្រោយមុនរាល់ថ្ងៃចុងក្រោយអោនកាយថ្វាយបង្គំលាទីឧត្តមបាទាថ្លៃរូបកាយឆ្ងាយពិតចិត្តអាល័យមិនដឹងមានថ្ងៃណាជួបទៀតម្ចាស់អើយទោះបីឃើញតែស្នាមចិត្តនឹកដិតដាមមិនរវាតសូមជួបត្រៃរតន៍គ្រប់ជាតិកុំបីឃ្លៀងឃ្លាតខុសប្រាថ្នាពេលចុះពីភ្នំក៏ដូចឡើងឈឺចុកដៃជើងសពកាយាប៉ុន្តែកម្លាំងចិត្តជ្រះថ្លាសប្បាយអស្ចារ្យភ្លេចឈឺចាប់យើងលាកលំបូរចេញឆ្ងាយហើយ
រាត្រីចុងក្រោយហាក់ផ្ដាំប្រាប់ឲ្យនឹកលង្កាមហាកំណប់នឹកយប់ចុះអាប់ពេលឡើងភ្នំពីថ្ងៃនេះទៅទោះនៅឆ្ងាយវាចាចិត្តកាយខំបន្ទុំព្យាយាមស្ដាប់ធម៌ហើយអប់រំធ្វើទានសិលផ្សំបូជាព្រះ